សួស្តីសិស្ស PPC ដែលរៀនកុំព្យូទ័រទាំងអស់គ្នាថ្ងៃនេះលោកគ្រូមកនិយាយអំពី basic កុំព្យូទ័រអញ្ចឹងដល់ពេលដែលយើងបើកកុំព្យូទ័រមកដំបូងគឺយើងត្រូវធ្វើដូចម្តេចបើកកុំព្យូទ័រមកដំបូងគឺយើងគ្រាន់តែចុចមើលស្ដាំលើ desktop ហ្នឹងមកនេះផ្ទាំងទទេហ្នឹងគេហៅថា desktop អូខេអញ្ចឹងយើងគាត់ចុចមើលស្ដាំលើ desktop ហ្នឹងមកមើលស្ដាំហើយតមកយើងប្រើមើលឆ្វេងដើម្បីចុច refresh អូខេមើលស្ដាំ refresh អូខេ refresh បាន2 ម្ដងអញ្ចឹងមកមុននឹងយើងប្រើប្រាស់អញ្ចឹងបន្ទាប់មកទៀតគឺតកតងជាមួយនឹងការបិទបើកកម្មវិធីអញ្ចឹងការបិទបើកកម្មវិធីគឺមាន3វិធីសាស្ត្រខុសគ្នាគឺទី1គឺនៅពេលដែលយើងឃើញកម្មវិធីដែលយើងចង់បើកនៅលើ desktop ហ្នឹងហ្នឹងហៅ desktop ចំណែកនេះហៅថា taskbar ខុសគ្នាពីរហ្នឹងណាអញ្ចឹងដល់ពេលឧទាហរណ៍ថាយើងចង់បើកកម្មវិធីណាមួយឧទាហរណ៍ដូចកម្មវិធី Word អញ្ចឹងចុះអញ្ចឹងយើងត្រូវដាក់ cursor ចំកម្មវិធីដែលយើងចង់បើកហ្នឹងហើយតមកចុច double click លើវាគឺចុច double click លើម៉ៅឆ្វេងឬមួយក៏ម៉ៅស្ដាំលើវាក៏បានដែរម៉ៅស្ដាំលើកម្មវិធីយើងចង់បើកហ្នឹងគឺចុច open ឬមួយក៏ double click លឿនជាងចុចលើវា double click ចុចវា2 ដងជាប់គ្នា1 2 2 ដងអញ្ចឹងអានេះហៅ double click អូខេហើយតើតើនឹងការបិទបើកកម្មវិធីនេះដែរគឺមុននឹងទៅដល់ការបិទបើកកម្មវិធីខ្ញុំប្រាប់ពីបរិយារូបកម្មវិធីសិនបើថាយើងបើកចេញមកវាចេញផ្ទាំងកម្មវិធីរបស់យើងអញ្ចឹងយើងចង់បរិយាឲ្យវាពេញអេក្រង់អញ្ចឹងបើចង់បានពេញអេក្រង់នេះយើងត្រូវមើលជ្រុងនេះអញ្ចឹងនៅពេលយើងចុចលើវាអញ្ចឹងទៅវានឹងចេញពេញនេះចង់ទូចមកវិញគឺចុចអានេះបានហើយមួយទៀតតើតើនឹងការញែកកម្មវិធីជា2ឧទាហរណ៍អ្នកគ្នាស្ដាប់បទចម្រៀងបដាហើយនឹងសរសេរឯកសារបដាអញ្ចឹងទៅចង់ឧទាហរណ៍ថាខ្ញុំមានបទចម្រៀងនៅ browser នេះមួយអ្នកគ្នាអាចចង់ទាញវាជា2អ្នកគ្នាអាចទាញវាចេញមកទាញវាខាងមកវានឹងចេញចេញអញ្ចឹងវានឹងចេញឲ្យកម្មវិធីរបស់យើងជ្រើសតែយើងញែកអាណាសម្រាប់ខ្ញុំគឺញែក Word អញ្ចឹងទៅឃើញអត់ហើយយើងអាចទាញកម្មវិធីហ្នឹងឲ្យទូចមកខាងធំមកខាងបានឃើញទេហើយមួយទៀតតើតើនឹង File Explorer អញ្ចឹងខ្ញុំចង់បញ្យល់អ្នកគ្នាអំពី File Explorer មួយទៀតមុននឹងទៅដល់ការបិទកុំព្យូទ័រអញ្ចឹង File Explorer គឺវាយើងអាចបើកតាម2វិធីវិធីទី1នោះគឺបើកនៅលើ disk PC disk PC នេះក៏ចូលទៅកាន់ File Explorer ដែរឃើញអត់យើងចុច double click លើវាទៅបើកហើយអូខេហើយនៅក្នុងហ្នឹងគឺយើងមាន desktop ហ្នឹងគឺយើងបានឃើញហើយនេះឃើញកម្មវិធីហ្នឹង Word Excel ហ្នឹងហើយមួយទៀតគឺ download document picture music អីចឹងទៅហើយនៅ DPC នេះដែរគឺវាមានជួនកាល1ជួនកាល2 memory របស់យើងហ្នឹងបើសិនជានៅហាងកុំព្យូទ័រភាគច្រើនគឺប្រហែលជាអត់ញែកជា2ទេប៉ុន្តែដោយសារខ្ញុំអានេះវារឿងធំដែរវាដល់ទៅ 1000G អញ្ចឹងខ្ញុំញែកជា2ទៅញែកមួយខាង300មួយខាងទៀត700អញ្ចឹងទៅហើយបន្ទាប់មកទៀតនោះគឺតកតងនឹងកន្លែង download តែកន្លែង download ហ្នឹងកន្លែងអីគេកន្លែង download ហ្នឹងគឺជាកន្លែង save វីដេអូបទចម្រៀងកម្មវិធីអីមួយដែលអ្នកគ្នាទាញយកចេញពីអ៊ីនធឺណិតអញ្ចឹងទៅហើយការទាញយកចេញពីអ៊ីនធឺណិតហ្នឹងគឺអាស្រ័យលើអ្នកគ្នាទៀតអ្នកគ្នាចង់ទុកនៅកន្លែងណាទុកនៅកន្លែង download ក៏បានក្នុង document ក៏បានក្នុង drive C drive D ក៏បានតែចំពោះ drive C ខ្ញុំគិតថាកុំប៉ះវាអីគឺបើសិនជាអ្នកអត់ច្បាស់កុំប៉ះវាអាចនឹងខូចកម្មវិធីរបស់យើងឬក៏ខូច Windows ទាំងមូលតែម្ដងបើសិនជា drive D សេរីចង់ធ្វើអីក៏បានដែរអ្នកគ្នាចង់បង្កើត folder ក៏ប្រហែលក៏បានដែរអញ្ចឹងតើតើនឹងការបង្កើត folder ឧទាហរណ៍ថានៅក្នុង document មួយនេះនៅក្នុង line document ហ្នឹងអ្នកគ្នាចង់បង្កើត folder សម្រាប់ save ឯកសាររបស់អ្នកនរគ្នាអស់ដូចឯកសារ Word Excel អីចឹងទៅ Notepad PowerPoint Photoshop Adobe Premiere ច្រើនទៀតដែលអ្នកអាចចង់រក្សាទុកអញ្ចឹងខ្ញុំចង់បង្កើត folder មួយកុំឲ្យវាញ៉ៃញ៉ៃអញ្ចឹងណាឧទាហរណ៍ខ្ញុំចង់ទាញឯកសារហ្នឹងដាក់ចូលនៅក្នុង folder មួយដើម្បីកុំឲ្យវារញ៉េរញ៉ៃឧទាហរណ៍ខ្ញុំចង់បង្កើត folder គឺយើងស្ងាយស្រួលទេគ្រាន់តែចុច mouse ស្ដាំលើវាហើយយក new
តើមកចុចរើយក folder មកឬមួយក៏យើងមើលមកកន្លែងកែងខាងឆ្វេងហ្នឹងខាងលើខាងឆ្វេងហ្នឹងឃើញពាក្យ new ចុច new ចឹងមកឃើញហើយ folder ខ្ញុំចុចឡើងហ្នឹងមកឬក៏មួយទៀតគឺតើតើនៅ shortcut key ហ្នឹងបានន័យថាទៅលើចុចលើ keyboard អត់មានប្រើ mouse ចុច control C N អញ្ចឹងវានឹងចេញ new folder ឲ្យហើយអ្នកគ្នាអាចសេឈ្មោះវាមកឈ្មោះរបស់វាគឺតាមអ្នកនរគ្នាទេឥឡូវខ្ញុំដាក់basic ចឹងទៅហើយខ្ញុំទាញឯកសារហ្នឹងទុកនៅកន្លែងរបស់ខ្ញុំអូខេអញ្ចឹងដល់ពេលបើក folder មកនឹងឃើញឯកសាររបស់យើងដែលយើងចង់ទុកនៅក្នុងហ្នឹងនេះហើយមួយទៀតបើសិនជាយើងចង់ដូរឈ្មោះវាគឺមានពីរវិធីសាស្ត្រគឺយើងចុច mouse ស្ដាំហើយចុចrename ស្ដាំលើ folder យើងរកមើលពាក្យថា rename នេះឃើញទេឬមកអ្នកចុច shortcut key ក៏បានដែរគឺមុនបងចុចលើ select លើ folder ហ្នឹងមកចុច F2 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 ហ្នឹងមានអក្សរ F ហើយលេខ2នៅជាមួយគ្នាមិនមែនចុច key F ហើយចុចលេខ2ណាអាហ្នឹងមិនមែនទេយើងចុច F2 ដែលវានៅខាងលើគេនៃ keyboard ទាំងអស់ឬមួយក៏ជួនកាលអ្នកគ្នាប្រើ laptop keyboard លើ laptop វាតិចហើយវាជាន់គ្នាមាន FN មានអីចឹងទៅបើចុច F2 អត់ចេញយើងអាចបុក FN ថែមមួយទៀតអូខេចុច F2 មកវានឹងឲ្យយើងដូរឈ្មោះហើយបាទអ្នកគ្នាដូរឈ្មោះអីទៅជាទី2005អញ្ចឹងណាឧទាហរណ៍អញ្ចឹងណាហើយបន្តមកទៀតនោះគឺតកតងជាមួយនឹងដូចជាអស់ហើយដូចជាអត់មានអីទេ File Explorer ហ្នឹងក្នុងរូបភាពហ្នឹងអ្នកគ្នាចង់ទុករូបភាពអីក៏បានដែរ Music Video អូខេអស់ហើយបន្តមកទៀតតកតងនឹង browser គឺកម្មវិធីដែលយើងប្រើប្រាស់ដើម្បីប្រើប្រាស់អ៊ីនធឺណិតបានដូចយកមើល Facebook TikTok YouTube ស្រាវជ្រាវឯកសារអីចឹងទៅ down កម្មវិធីអីពី website ណាមួយអញ្ចឹងទៅអញ្ចឹងbrowser គឺវាមានច្រើនមាន Microsoft Edge Brave Google Opera Firefox មកកណោទៀតហើយអ្នកគ្នាចង់ប្រើមួយណាក៏បានដែរគឺ setting ទៅគ្នាទេសម្រាប់ខ្ញុំគឺខ្ញុំប្រើ Brave ដោយសារអី Brave គឺវាអត់មានពាណិជ្ជកម្មគឺវា bypass ពាណិជ្ជកម្មរបស់ YouTube របស់ website ផ្សេងៗដែលមានពាណិជ្ជកម្មហ្នឹងគឺយើងបើក website ទៅគឺស្អាតហ្មងអត់មានពាណិជ្ជកម្មញ៉ៃអញ្ចឹងខ្ញុំស្ដាប់បទចម្រៀងហ្នឹងអញ្ចឹងគឺបទចម្រៀងហ្នឹងគឺខ្ញុំស្ដាប់មួយថ្ងៃអត់មានលោបពាណិជ្ជកម្មទេអ្នកគ្នាអាចស្ដាប់បានមួយទៀតអ្នកគ្នាប្រកាសឆ្ងល់ថាធ្វើម៉េចបើក YouTube ចេញគឺងាយស្រួលទេនៅពេលដែលយើងបើកBraveមកវានឹងចេញ new tab នេះអញ្ចឹងយើង search មកនេះកន្លែង search ហ្នឹង search YouTube មកចង់មើល YouTube search YouTube មកអូខេចុច enter បោកអញ្ចឹងវានឹងចេញ YouTube មកហើយអ្នកគ្នាអាចថា search ដំបូងគឺវាមិនចេញចឹងទេវាចេញបែបនេះ search ដំបូងវានឹងចេញចឹងអញ្ចឹង YouTube ក៏កាត់ចេញនៅលើគេហើយអូខេអញ្ចឹងពេលយើងចុច YouTube មកគឺមិនមែនចេញវីដេអូអញ្ចឹងហ្មងទេគឺវានឹងចេញឲ្យយើង sign in ចូលទៅកាន់ account Google របស់យើងចឹង account Google របស់យើង sign in ចូលមកគឺអានេះខ្ញុំក៏ឧទាហរណ៍អ្នកឲ្យមើលខ្ញុំ add another account នេះនៅពេលយើង sign in មកវានឹងចេញបែបនេះហើយយើងបញ្ចូលព័ត៌មានទាក់ទងនឹង email ហើយនឹង password របស់យើងមកហើយចុច sign in ទៅគឺវានឹងចូលអូខេrồiខ្ញុំចូល email របស់ខ្ញុំឃើញអត់វានឹងចេញបែបហ្នឹងមកហើយអញ្ចឹងគឺងាយស្រួលហើយ Facebook គឺដូចគ្នាគាត់ search ចឹងមកវានឹង load មកចុច Facebook លើគេហ្នឹងគេចូលមកវានឹងឲ្យយើងដាក់ email ហើយនឹង password ចូល
អូខេលោកគ្នាវាយ email password ហើយ login ចូលទៅបើមានverify to verify បើមានសិនជាមាន verify នៅលើទូរស័ព្ទយើងចុច yes ទៅវាចូលហើយតានអូខេអស់ហើយគឺតើតើនឹង basic computer គឺមានតែប៉ុណ្្នឹងឯងហើយខ្ញុំផ្លេចមួយទៀតមិនមែនតែមានតែប៉ុណ្្នឹងទេគឺតើតើនឹងការបិទ computer គឺខ្ញុំឃើញសិស្សភាគច្រើនគឺចុចប៊ូតុងបិទតែម្ដងអាប៊ូតុងបាក់ហើយបិទហ្នឹងគឺនៅជាមួយគ្នាហ្នឹងគឺចុចតែម្ដងអញ្ចឹងបើចុចប៊ូតុងហ្នឹងវាអាចនឹងខូច hard disk ឬ M.2 ឬមួយក៏ SSD អញ្ចឹងទៅអញ្ចឹងអ្នកគ្នាកុំចុចចឹងអីគឺមានវិធីបិទរបស់វាអញ្ចឹងវិធីបិទរបស់វាហ្នឹងគឺនៅ account មួយនេះ account រូប setting window ហ្នឹងឬក៏ហៅថា start ហើយ start ហ្នឹងចុចលេខ start ហ្នឹងមកអញ្ចឹងវានឹងចេញផ្ទាំងបែបនេះមកមួយហើយបន្ទាប់មកយើងនឹងឃើញមានប៊ូតុងដូចស្តៀងនឹងប៊ូតុងបិទបើកនៅលើកុំព្យូទ័ររបស់យើងអញ្ចឹងគឺឈ្មោះថា power យើងចុចលើវាមកវានឹងចេញ4ជម្រើសអញ្ចឹងជម្រើសទី1ហ្នឹង lock screen យើងចុចអាហ្នឹងទៅវានឹងចេញបង្ហាញlock screen ដូចទូរស័ព្ទយើងបើកមកត្បូងត្រូវការ password តែអីចឹងទៅតែមក sleep ហ្នឹងគឺយើងដូចបិទដូចចុចប៊ូតុងទូរស័ព្ទបិទអញ្ចឹង sleep ហ្នឹងអត់បិទកុំព្យូទ័រទេម៉ាស៊ីនវានៅដំណើរការប៉ុន្តែគាត់ថាវាដំណើរការតិចតួចបំផុតចំណែក shutdown គឺបិទគ្រឿងកុំព្យូទ័រដូចបិទគ្រឿងទូរស័ព្ទយើងអញ្ចឹងទូរស័ព្ទយើងរដងមិនមែនចុចបិទទៅវាបិទហ្មងទេគឺវា sleep អូខេខុសពីកុំព្យូទ័រយើង sleep បានទេ sleep ទៅវាឆាប់បោះថ្មខ្លាំងមែនទែនខ្ញុំអាចថាឧទាហរណ៍យើងធ្វើដំណើរ1ម៉ោងអញ្ចឹងទៅទម្រាំដល់កន្លែងធ្វើការអីមួយទៅអាចថាលុតអស់ថ្មពាក់កណ្ដាលឬក៏ចិត្តអស់អញ្ចឹងដែរហើយតកតងនឹង shutdown ចុចទៅបិទយកតែម្ដងហើយ restart គឺវាបិទឲ្យបើកមកវិញខ្លួនឯងដូចយើងធ្លាប់ប្រើទូរស័ព្ទអញ្ចឹងអូខេអញ្ចឹងចុចពេលដែលយើងបិទកុំព្យូទ័រឈប់ប្រើប្រាស់គឺយើងចុច shutdown ទៅឬមួយក៏បើសិនជាកុំព្យូទ័រយើងអាចថាយើងទៅហូបបាយមួយផ្លែតអីចឹងទៅយើងមិនចង់ឲ្យកុំព្យូទ័រយើងដំណើរការច្រើនចឹងទៅយើងអាចថាចុច sleep ចឹងទៅនៅពេលដែលយើងគ្រាន់តែបើកអេក្រង់មកភ្លាមបើកអេក្រង់លើកអេក្រង់ឡើងគឺវានឹងមកធម្មតាឬមួយក៏ចុចលើ keyboard យើង2 3ឬក៏ទើសម៉ៅអីទៅវានឹងបើកមកវិញធម្មតាយើងមិនមែនចុច sleep ហើយយើងដល់ពេលយើងបើកវិញយើងចុចប៊ូតុងហ្នឹងណាកុំចុចប៊ូតុងហ្នឹងចុច keyboard ឬក៏ប៉ះម៉ៅអីទៅល្អជាងអូខេអញ្ចឹងតើតើនឹងការបិទកុំព្យូទ័រគឺប៉ុណ្្នឹងហើយបាយបាយ